បញ្ហាម៉ូតូ Zoomer ជិះឆ្លក់មួរ៉ាកញ្ចក់រត់តលុតហើយមួរ៉ាឡើងអញ្ចឹងបើសិនជាយើងជួបបញ្ហាម៉ូតូបែបហ្នឹងភ្ញៀវយកមកយើងធ្វើម៉ូតូប្រភេទបែបហ្នឹងអញ្ចឹងតែយើងគួរធ្វើកន្លែងណាខ្លះគួរឆែកមើលខ្លះបោះអញ្ចឹងទៅឆែកមើលជុំខ្ញុំអញ្ចឹងសម្រាប់ខ្ញុំសម្រាប់យើងសម្រាប់ឆែកគឺយើងដំបូងគឺយើងឆែកមើលម៉ូទ័របូមសាំងគេណាអញ្ចឹងយើងមើលគីឡូម៉ូទ័របូមសាំងបើសិនជាគីឡូម៉ូទ័របូមសាំងនេះវាឡើងដល់ຂະຫນាត3គីឡូណា2គីឡូកន្លះឬជិត3គីឡូនឹងមានន័យថាម៉ូទ័របូមសាំងនេះគ្រប់ត្រឹមត្រូវអញ្ចឹងតោះយើងទៅទាំងអស់គ្នាអញ្ចឹងយើងមើលអានឹងមួយបើសិនជាវានៅធ្លាក់នៅក្រោមលេខ2មានន័យថាវាខូចអត់ដំណើរការទេបើចាប់ពីលេខ2កន្លះដល់លេខ3អានឹងអូខេត្រឹមត្រូវណាអញ្ចឹងដំបូងគឺយើងកាច់មើលគីឡូម៉ូទ័របូមសាំងសិនយើងកាច់សោសិនអូខេអញ្ចឹងគីឡូម៉ូទ័របូមសាំងនេះយើងឃើញវាអត់គ្រប់ទេណាវាខ្វះហើយខ្វះតួលេខវាអត់គ្រប់ទេម្ដងទៀតអញ្ចឹងវានៅបានតែ2គីឡូបន្តិចទេអញ្ចឹងវាខ្វះអញ្ចឹងយើងបាននឹងមួយអញ្ចឹងសម្រាប់ខ្ញុំឆែកមើលគឺយើងឆែកមើលនឹងមួយហើយបន្តមកទៀតយើងកុំភ្លេចជាមួយនឹងសបុកអែអញ្ចឹងយើងទៅបន្តឆែកសបុកអែនៅពេលដែលម៉ូតូគាត់យកមកធ្វើគឺគាត់ចង់ដឹងពីកម្រិតរបស់គាត់ហើយនឹងតម្លៃនៃការធ្វើតើត្រូវចំណាយប្រមាណសម្រាប់ម៉ូតូគាត់ដែលយកមកយើងឆែកមើលហ្នឹងអញ្ចឹងសម្រាប់ខ្ញុំឥឡូវនេះយើងបានមួយហើយគឺរបៀបនៃការឆែករបស់ញៀវដែលគាត់យកមកធ្វើដើម្បីយើងទទួលបានផលប្រយោជន៍ពីការជួសជុលជូនគាត់ហើយគាត់ក៏បានផលប្រយោជន៍ក្នុងការដែលធ្វើដែរអញ្ចឹងដំបូងគឺនឹងដាក់ម៉ូទ័របូមសាំងចូលវិញសិនអញ្ចឹងយើងបានមួយហើយសបុកម៉ូទ័របូមសាំងគឺខ្សោយគឺល្អអត់គ្រប់ទេបាទលេខគីឡូវាគឺអត់ល្អទេគីឡូហ្នឹងគឺយត់កើតទេអញ្ចឹងយើងបន្តមកឆែកមួយទៀតយើងឆែកសបុកអែណាអូខេនេះអញ្ចឹងបញ្ហាសបុកអែគឺជារឿងសំខាន់ដែលធ្វើឲ្យម៉ូតូនឹងមានបញ្ហាស៊ីសាំងជាឆ្លក់ធ្វើជិបកូនជិបអីណាអញ្ចឹងសបុកអែហ្នឹងក៏យើងត្រូវតែបដូរជូនគាត់ដែរហ្នឹងយើងខូចខ្មោចពីរឯណាអូខេហើយយើងកុំភ្លេចត្រួតដិតមើលជាមួយនឹងប៊ិចបាញ់សាំងហើយនឹងភ្លើងតូប៊ូស៊ីហើយនឹងប្រេងម៉ាស៊ីនកុំភ្លេចហើយបន្តមកទៀតអ្វីដែលយើងត្រូវឆែកមុននឹងយើងមើលម៉ូទ័របូមសាំងមុននឹងយើងមើលសបុកអែមើលប៊ូស៊ីមើលអីយើងត្រូវឆែកមើលកូដផងណាអញ្ចឹងសម្រាប់ម៉ាស៊ីនបងប្អូនធ្វើតែមានបើយើងដាក់ចិត្តដាក់កាយតែយើងទៅជាងចូលម៉ូតូធ្វើតែមានណាបើបងប្អូនអត់មានអានឹងខ្ញុំមិនអាចប្រាប់ថាមិនបានទេបើអ្នកនេះអត់មានគឺពិបាកធ្វើអញ្ចឹងយើងចូលមកបាទបើបងប្អូនញ៉អានេះម៉ាស៊ីនខ្ញុំបាច់ណែនាំទេព្រោះអីយើងទិញគឺគេអ្នកលក់គេណែនាំអស់ហើយកុំឲ្យវិញវីដេអូវិញអញ្ចឹងយើងចូលមកបាទអញ្ចឹងយើងមើលអ្វីដែលយើងស្លាប់ប្រើមកអញ្ចឹងសម្រាប់ខ្ញុំនៅពេលដែលខ្ញុំឆែកជូនភ្ញៀវនៅពេលដែលម៉ូតូកាត់មានបញ្ហាល្អមិនស្រួលអញ្ចឹងជាឆ្លក់បួររលហ្នឹងគឺខ្ញុំឆែកទីមួយគឺខ្ញុំឆែកមើលចលនាវាសិនណាអញ្ចឹងខ្ញុំចុចអូខេនេះខ្ញុំភាគច្រើនគឺឆែកលើទីតាំងសារ៉ាយើងត្រូវឆែកចំណុចដែលសំខាន់ទៅយើងអាចជជែកជុំកិតអធិប្បាយជុំកិតថាខូចអីខ្លះត្រូវធ្វើអីខ្លះហើយចំណាយប្រហែលនឹងដើម្បីឲ្យឆាប់ត្រូវរកគ្នាឆាប់បានធ្វើអញ្ចឹងណាអញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំឆែកបន្តទៀតគឺមើលទីតាំងសារ៉ាអញ្ចឹងទីតាំងសារ៉ានៅពេលដែលយើងមួរ៉ាវាឡើងម្ដង5មានថាវាឡើង 0.5 ហើយ 10.5 20.5 ឡើង25អញ្ចឹងណាជាមួយយើងឡើងអញ្ចឹងខ្ញុំមើលនេះកន្លែងទីតាំងសារ៉ានេះគេដាក់ទីតាំងសារ៉ានេះគេដាក់00ណាខ្ញុំមូលនេះគេវាឡើងខ្ញុំមូលបន្តិចកុំខំវាឲ្យវាឡើងតាមដំណើរតើវាឡើងទៅតាមតួលេខអត់ហើយមូលដល់កប់ណាអូខេអញ្ចឹងខ្ញុំមូលឲ្យកប់តែវាឡើងតាមតួលេខឥឡូវខ្ញុំមូលកប់ហើយមកកប់ទៀតគឺបានចិត្តជាង75 76 77អីណាតែបើសិនអ្នកនាងមូលដល់កប់ហើយសាប់តាតួលេខមក20ជាងឬក៏30ជាងអញ្ចឹងអានឹងមានន័យថាទីតាំងសារ៉ាហ្នឹងគឺខូចហើយអត់ត្រឹមត្រូវទេណាខ្ញុំទៅលាក់វិញវិញលាក់វិញខ្ញុំមួយម្ដងទៀតលាក់វិញមួយម្ដងទៀតអញ្ចឹងវានៅលេខប៉ុន្មានតួលេខ00ណានេះកន្លែងតួលេខ00ណានេះតួលេខ00ណាអញ្ចឹងខ្ញុំមួយម្ដងទៀតវាឡើងអញ្ចឹងមូលឲ្យកប់ទៀតមកខ្ញុំមូលឲ្យកប់សោះវាធ្លាក់មកវិញណាវាធ្លាក់ដល់សល់20ប្រហែល22ហ៎22 21 20អញ្ចឹងទីតាំងសារ៉ាហ្នឹងគឺខូចដែរតែអញ្ចឹងយើងបាន3ចំណុចហ្នឹងដែលយកទៅប្រាប់ភ្ញៀវដើម្បីទៅជែកជុំគាត់អញ្ចឹងកុំភ្លេចណាយើងត្រូវឆែកមើលប្រេងម៉ាស៊ីនរបស់គាត់ផងហើយឆែកមើលបញ្ហាប៊ិចសាំងត្រូវលាងសម្អាតវាណាបាទហើយនឹងឆែកមើលកូដក្នុងនេះមានជាប់កូដឬអត់អូខេអញ្ចឹងបច្ចេកទេសក្នុងការទទួលម៉ូតូភ្ញៀវដែលគាត់កំពុងតែបដាខូចយកមកឲ្យយើងធ្វើ
ពេលដែលគាត់ខូចយកមកយើងធ្វើហើយអ្វីដែលយើងត្រូវឆែកមើលជូតគាត់ដើម្បីឲ្យលំអិតខូចអីខ្លះធ្វើអស់ប្រមាណហើយរបៀបនៃការឆែកឲ្យយើងឆែកមើលយ៉ាងម៉េចយើងធ្វើមើលតាមនឹងមកអ្វីដែលខ្ញុំធ្វើនេះបើជាពិសេសអ្នកនរនេះដៃថ្មីជាងដៃថ្មីបាទមើលតាមនឹងទៅយើងអាចរកកំហុសឃើញលឿនចូលឲ្យគាត់លឿនហើយយើងអត់ខុសយើងធ្វើឲ្យគឺបានលុយពីគាត់ហើយគាត់បានប្រយោជន៍យើងក៏បានប្រយោជន៍អត់មានកំហុសថ្ងៃក្រោយទៀតទេបើសិនយើងអត់ឆែកបែបហ្នឹងយើងដូរមកទើបបងសាំងយើងយកលុយគាត់ហើយចាប់តែពេលស្អែកឡើងគាត់មកគាត់ថាខូចអីផ្សេងទៀតយើងឆែកមើលឃើញខូច PTT sensor យើងទៅយកលុយគាត់ទៀតគាត់ថាយើងធ្វើអត់ត្រឹមត្រូវយើងអត់ script យើងអត់ច្បាស់អត់ប្រកបអញ្ចឹងណាអូខេវីដេអូនេះគឺជូនអ្នកនេះប៉ុណ្ណឹងយើងជួបគ្នានៅវីដេអូក្រោយកុំភ្លេចតាមដានវីដេអូខ្ញុំជួយចុចsubscribe គឺ subscribe channel ខ្ញុំអ្នកមួយនឹងចុចរូបកណ្ដឹងដើម្បីបានវីដេអូថ្មីជាប្រចាំនៅពេលដែលខ្ញុំផុសវីដេអូវានឹង alert ចូលទូរស័ព្ទដៃអ្នកនេះដោយសារប្រវត្តិអរគុណជួបគ្នាវីដេអូក្រោយ